នេះមានបញ្ជាការជាន់ខ្ពស់ក៏ថាមានមនុស្សលួចមើលពួកគេតែប្រហែលជាសត្វតែប៉ុណ្ណោះមើលទៅទូស្រីក៏រត់គេចមកបន្ទប់នាងវិញដែលពេលនេះនាងកំពុងតែងូតទឹកនាងក៏នឹកឃើញដល់ខ្សែភ្នែករបស់បុរសម្នាក់នោះនាងស្មានតែត្រូវគេចាប់បានទៅហើយទេតើខ្សែភ្នែករបស់ស៊ីហាតពិតជាគួរឲ្យខ្លាចទៅហើយប៉ុន្តែខ្សែភ្នែកបុរសម្នាក់នោះគឺដូចជាសត្វពស់មករឹតខ្លួននាងជាប់អញ្ចឹងនាងក៏សម្លឹងឃើញកវលរបស់ខ្លួនផ្លាស់ប្ដូរពណ៌នោះក៏មកពីវាសមមាណាតែបន្តិចទើបធ្វើឲ្យនាងប្រញាប់យកវាដាក់បេះទម្ងន់សាជាថ្មីបើមិនអញ្ចឹងទេវានឹងសាពណ៌ជាងនេះនឹងបែកជាមិនខានងូតទឹករៀបចំខ្លួនរួចរាល់ហើយក៏នាងទើបតែដឹងថាស៊ីហាត់មកចាំនាងយូរហើយគេមករងនាងញឹកញាប់ដូចជាមានកំណត់ទុកនៅទីនេះអញ្ចឹងដោយស៊ីហាត់នេះមិនត្រូវការហេតុផលក្នុងការមករកគូស្នេហ៍របស់គេនៅហារ៉ែមទេវាក៏ធ្វើឲ្យនាងត្រូវបង្ខំចិត្តប្រឈមមុខជាមួយគេទោះជានាងធន់យ៉ាងណាក៏ដោយឃើញសក់ដ៏រលោងនិងវែងរបស់នាងស៊ីហាត់ក៏សួរនាងតើវាមិនពិបាកទេដែលទុកសក់វែងក្នុងការធ្វើដំណើរបែបនេះអាស៊ីណាក៏ចង់កាត់សក់ខ្លីដែរប៉ុន្តែដោយសារតែគ្រួសាររបស់នាងរករឿងនាងខ្លាំងជាមិនខានទើបនាងសម្រេចចិត្តមិនកាត់វិញណាមួយមនុស្សស្រីគួរតែមានសក់វែងតួប្រុសក៏សួរនាងតើឈ្មោះអាស៊ីណាជាឈ្មោះពិតរបស់នាងមែនទេស៊ីណាឆ្លើយជាមួយនឹងស្នាមញញឹមថាឪពុកនាងបានឲ្យគេបោះឆ្នោតដល់ទៅ3ខែឯណោះដើម្បីរើសឈ្មោះនាងដូច្នេះហើយនាងមិនអាចកុហកពីឈ្មោះខ្លួនឯងបាននោះទេតាមការនិយាយរបស់នាងមកគឺនាងត្រូវបានធំឡើងនៅក្នុងគ្រួសារដ៏មានក្តីសុខគឺធំឡើងដោយក្តីស្រឡាញ់តែម្ដងមិនដូចជាស៊ីហាត់នេះទេដែលផ្ទុយពីនោះវិញនាងក៏សួរពីឈ្មោះគេវិញម្ដងតើគេចង់ឲ្យនាងហៅគេយ៉ាងម៉េចដែររ៉ាគុនស៊ីហាត់តួប្រុសឆ្លើយទេតែម្ដងមិនឲ្យនាងហៅគេបែបនេះទេយើងក៏បានដឹងពីអត្ថន័យពិតរបស់ពាក្យទាំងនេះផងដែរដែលគ្រប់គ្នាហៅតួប្រុសរបស់យើងតាមពិតទៅរ៉ាគុនមានន័យថាស្ដេចរបស់ខ្ញុំរីឯស៊ីហាត់វិញមានន័យថាព្រះរបស់ខ្ញុំអញ្ចឹងប្រយ័ត្នគិតថាហៅស្មើអីណាមួយឈ្មោះពេញរបស់គេគឺស៊ីហាត់សែនប៊ីដេតអញ្ចឹងតួស្រីក៏ដាក់ nickname ឈ្មោះកាត់ឲ្យតួប្រុសថាបេហ៊ីតួប្រុសក៏ពេញចិត្តនឹងឈ្មោះមួយនេះផងដែរនឹងឲ្យនាងហៅគេអញ្ចឹងចាប់ពីពេលនេះតទៅនាងក៏ចង់ដេញគេទៅវិញព្រោះថាស្ដេចមួយទាំងមូលអត់មានការងារអ្វីផ្សេងធ្វើទេមករកតែនាងស៊ីហាត់ក៏ឆ្លើយទៅថានោះក៏ព្រោះតែគេលងនាងហើយស៊ីណាឲ្យគេបញ្ឈប់ការនិយាយពាក្យដែលមិនមានន័យទាំងអស់នេះទៀតទៅប៉ុន្តែក៏ត្រូវស៊ីហាត់នេះចាប់នាងមកថាបតែម្ដងវាក៏បញ្ជាក់ថាគេមិនមែននិយាយលេងទេពួកគេក៏ចាប់ផ្ដើមថាបគ្នាកាន់តែរោរាទៅតួស្រីមិនចង់ឲ្យវាបន្តទេនាងចង់ចាញ់ឲ្យឆ្ងាយពីគេខណៈនោះផងដែរបែរជាតួឯកប្រុសទៅវិញដែលជាអ្នកដកខ្លួនចេញមុនស៊ីហានមិនដឹងថាហេតុអ្វីគេបាត់បង់ការគ្រប់គ្រងខ្លួនឯងអញ្ចឹងទេតើមនុស្សស្រីនៅមុខគេនេះបានធ្វើអ្វីដាក់គេនាងក៏និយាយឡើងថាមើលទៅនាងគ្មានបទពិសោធន៍សោះបើគេដឹងថានាងមានក៏គេមិនថយក្រោយវិញដែរកញ្ញាចិត្តឆាយរបស់យើងក៏ចាប់ផ្ដើមមិនពេញចិត្តនឹងពាក្យសម្ដីរបស់គេបានអញ្ចឹងមកថាបនាងធ្វើអីដោយដែលបាននិយាយស៊ីហាត់បានលងនឹងនាងហើយដូច្នេះគេនឹងមិនបង្ខំខ្លួនទៅលើនាងនោះឡើយនឹងធ្វើពុតថាពណ៌ភ្នែករបស់នាងបានផ្លាស់ប្ដូរនោះស្ដាប់ហើយតួស្រីគឺភ័យតែម្ដងប៉ុន្តែក៏ព្យាយាមស្ងប់អារម្មណ៍កុំឲ្យចាញ់ល្បិចរបស់ស៊ីហាត់នាងក៏ធ្វើជាទៅមើលកញ្ចក់ដោយនិយាយថាពណ៌ភ្នែកនាងគឺអញ្ចឹងតាំងពីដើមមកម្លេះគ្មានបដូរពណ៌អ្វីទេស៊ីហាត់នឹងច្បាស់ណាស់ថានាងកុហកនោះក៏ព្រោះតែគេតែងតែមើលកែវភ្នែកមួយគូនេះជានិច្ចរ៉ាកុនក៏ដើរទៅជិតនាងគិតថានាងនឹងភ័យបាក់ស្បាត់ជាមិនខានផ្ទុយទៅវិញនាងបែរជាធម្មតាពេលគេចូលមកជិតនាងមិនដាញ់គេចេញទេនាងមិនលបួងគេទេប៉ុន្តែនាងមានរឿងលាក់បាំងច្រើនណាស់ដូច្នេះហើយបើនាងប្រើល្បិចដាក់គេក៏យកព្រមដើរធ្លាក់ចូលល្បិចនោះដោយខ្លួនឯងដែរតួប្រុសក៏និយាយទៅថាប្រហែលជាគេច្រឡំហើយបន្តិចក្រោយមកពួកគេក៏នាំគ្នានិយាយពីមូលហេតុដែលអាស៊ីណាសម្រេចចិត្តធ្វើដំណើរនោះក៏ដោយសារតែនាងគិតថាបើកាត់មកនៅមួយកន្លែងស្លាប់មួយកន្លែងដដែលហើយពិភពលោកនេះពិតជាស្រស់ស្អាតណាស់គួរណាស់តែយកពេលទៅដើរមើលវាបន្តិចមុននឹងស្លាប់ទៅពិតជាមូលហេតុមួយដ៏ចម្លែកណាស់ដោយស៊ីហាត់នេះមិនដែលគិតថាគេនឹងចាក់ចេញពីទីនេះសោះឡើយតួស្រីដេញគេឲ្យចេញទៅព្រោះថាគេនៅទីនេះនាងគេមិនលក់ឡើយតួប្រុសវិញក៏ឲ្យនាងគេឲ្យឆាប់ទៅបើមិនចង់ឲ្យគេថាប់នាងទៀតនឹងចាប់នាងយកមកអោបនៅក្នុងដៃតែម្ដងព្រឹកឡើងតួស្រីពិតជាធន់នឹងស៊ីហាត់ណាស់ដែលមករកនាងរហូតវាកាន់តែធ្វើឲ្យនាងពិបាកក្នុងការរត់គេច
ឃើញមនុស្សម្នាដើរចុះឡើងនៅក្នុងរាជវាំងច្រើនអាស៊ីណាក៏សួរណូរីទៅនោះក៏មកពីពួកគេកំពុងតែរៀបចំកម្មវិធីជប់លៀងឲ្យរ៉ាកុននោះឯងមើលទៅវាជាពេលវេលាល្អសម្រាប់តួស្រីយើងក្នុងការរត់គេចហើយព្រោះមនុស្សច្រើននឹងគ្មានអ្នកណាមកចាប់សង្កេតនាងនោះឡើយប៉ុន្តែនាងត្រូវតែបង្វែងដានអ្នកដែលខ្លំមើលនាងសិនដូចជាការីមនេះជាដើមការីមវិញគ្រាន់តែឃើញអាស៊ីណាភ្លាមនេះក៏ដើរចាញ់ផ្លែតមិនចង់ជួបមិនចង់និយាយជាមួយនាងនោះទេប៉ុន្តែក៏ត្រូវនាងចាប់មកវិញតតែបានការីមតច្រកមានតែបង្ខំខ្លួនស្ដាប់នាងដោយគេគិតពីនាងនេះដោយសារតែត្រូវបានស៊ីហាសម្លឹងមើលមកខ្លួនថ្ងៃមុននោះដែលហ៊ានសាសនាជាមួយមនុស្សស្រីរបស់គេអាស៊ីណាព្យាយាមនិយាយឲ្យគេធុញដោយថាការីមនេះជាអ្នកចម្បាំងចូលចិត្តមនុស្សស្រីបែបមិនដែរហើយនាងក៏ប្រាប់គេទៅថានាងចាប់អារម្មណ៍គេការីមក៏ប្រាប់នាងវិញថានាងជាអាយរ៉ាមិនត្រូវមកស៊ូគេបែបនេះទេទោះជានាងចាប់អារម្មណ៍គេយ៉ាងណាក៏ដោយវាជាច្បាប់ណាភ្លាមនោះក៏មាននារីម្នាក់លេចខ្លួនចេញមកថាឲ្យតួឯកស្រីជានារីដែលមកពីភាគខាងជើងមិនដឹងច្បាស់ពីច្បាប់ទម្លាប់របស់ភើសៀននិងមិនដឹងថាខ្លួនជាអាយរ៉ាមកញ៉ាយញ៉ង់បរោះផ្សេងទាំងកណ្ដាលថ្ងៃតែនាងធ្វើយ៉ាងម៉េចទៅបែបព្រះអង្គដឹងនោះទោះជាសម្ដីមិនសូវពីរោះប៉ុន្តែម្ចាស់វិញគឺស្អាតខ្លាំងណាស់នាងក៏ណែនាំខ្លួនទៅឲ្យអាស៊ីណានាងឈ្មោះចាគីតាកូនស្រីលោកដៃស្ដាំរបស់រ៉ាគុនសក់ពោះក៏ហោមក្រឹបរួយបន្តិចភ្នែកពណ៌បៃតងដូចជាត្បូងនិងស្បែកខ្មៅស្រអែមនាងពិតជាស្រស់ស្អាតណាស់ផ្ទុយពីនោះទៅវិញការីមបែរជាមកបាំងមុខការពារអាស៊ីណាទៅវិញដូចជានាងនេះអាចបង្កគ្រោះថ្នាក់អ្វីអញ្ចឹងការីមសួរមូលហេតុនៃការដែលនាងមកទីនេះនារីនោះគ្រាន់តែមកសួរសុខទុក្ខស៊ីហាតែប៉ុណ្ណោះប៉ុន្តែនាងឃើញសកម្មភាពមិនសមរម្យទើបនាងមិនឈប់មិនបានតួស្រីឮហើយក៏ដឹងតែម្ដងថាមនុស្សស្រីម្នាក់នេះកំពុងតែចំណែននាងដូច្នេះហើយក៏លេងវិធីសាស្ត្របកទៅវិញដោយនិយាយជាមួយនាងជាមួយនឹងពាក្យសម្ដីទន់ភ្លន់ខ្លួនគ្រាន់តែនិយាយលេងជាមួយការីមតែប៉ុណ្ណោះព្រោះថានាងនេះតឹងរឹងពេកទើបនាងចង់បន្ធូរបរិយាកាសនិងអរគុណពីដំបូន្មានរបស់ចាគីតាដែរតួស្រីក៏មិនភ្លេចនិយាយក្នុងន័យដេញស្រីម្នាក់នេះដែរឲ្យនាងទៅរកបេហ៊ីទៅក្រែងនាងមករកគេមិនអញ្ចឹងឯងឮអាស៊ីណាហ៊ានហៅស៊ីហាត់ដោយឈ្មោះបែបនេះចាគីតាក៏ស្អប់តួស្រីតែម្ដងនិងចាក់ចេញទៅមើលទៅតួស្រីមានសត្រូវម្នាក់ហើយនារីម្នាក់នេះមានងារមែនប៉ុន្តែគ្រប់គ្នាគោរពនាងដូចជាប៉នាងនៃផតស៊ីអញ្ចឹងចាគីតាឆ្ងល់ពីតួស្រីមិនក៏ស៊ីហាត់ដាក់មនុស្សស្រីបែបនេះចូលមកក្នុងហារ៉ាមរបស់គេបានក៏មិនឆ្ងល់ពីតួស្រីមិនក៏ទៅវិញទៅមកដែរក៏មិនឆ្ងល់ដែរថានាងជានរណាមើលទៅតាមកាយវិការនិងការនិយាយស្ដីគឺនាងជាមនុស្សស្រីដែលមានភាពជឿជាក់និងជាអភិជនម្នាក់ផងដែរនៅក្នុងនេះស៊ីហាត់កំពុងតែនិយាយគ្នាជាមួយនឹងមេបញ្ជាការជាន់ខ្ពស់ដែលសួរសុខទុក្ខស៊ីហាត់ដូចជាអ្នកមុនអញ្ចឹងមើលទៅបរិបម្នាក់នេះដូចជាមនុស្សធម្មតាទេនៅខាងក្រៅប៉ុន្តែក្រោយខ្នងវិញគេគឺជាមេបកពួករបស់ក្រុមដែលធ្វើការនៅក្រៅខ្នងស៊ីហាត់តែម្ដងគឺគេមានពឹសពោខ្លាំងណាស់ទោះជាស៊ីហាត់ខំជីកសួរយ៉ាងណាក៏មិនបានព័ត៌មានអ្វីតតែសោះពីគេយើងក៏បានដឹងថាមេបញ្ជាការជាន់ខ្ពស់ម្នាក់នេះគឺជាមនុស្សតែម្នាក់ដែលហ៊ានប្រឈមនឹងខ្សែភ្នែករបស់ស៊ីហាត់បានយូរជាងគេទៅធ្វើឲ្យស៊ីហាត់នេះមិនអាចទាយការគិតរបស់គេបានស៊ីហាត់ក៏រីករាយនឹងការផ្ដល់ជំនួយឲ្យមេបញ្ជាការនោះដែរបើគេត្រូវការចេញមកវិញនេះក៏គិតពីរ៉ាគុនដែលមិនដូចជាស្ដេចមុននោះទេរ៉ាគុនម្នាក់នេះគឺគួរឲ្យខ្លាចទោះជាគេអ្នកមិនឈប់ការបង្ហូរឈាមនិងសោយរាជនៅផាសៀននេះមែនប៉ុន្តែមើលទៅគេពិតជាខុសពីធម្មតាណាស់ក្នុងរយៈពេល1ឆ្នាំមុនដោយការមុននោះគឺគេជាមនុស្សមួយដែលមើលទៅឈឺដូចជាដំណាក់កាលចុងក្រោយទៅហើយពិតជាចម្លែកណាស់ដែលគេនៅសុកយកមនុស្សស្រីដាក់ក្នុងហារ៉ាមបែបនេះកំពុងតែគិតក៏ដើរមកជួបនឹងការីមនិងមនុស្សស្រីម្នាក់ដែលនៅពីក្រោយគេនោះភាពរបស់យើងឆ្លេះត្រឹមនេះសិនអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណាអរគុណ